ទះមួយនេះធ្វើជូនបងប្រុសបងស្រីនៅខាងឃុំកគីស្រុកមេមត់ខាងខេត្តត្បូងឃ្មុំហើយម៉ូតនេះឃើញផ្លាយអត់បងប្អូនគឺយើងមានវេរ៉ង់ដាតាមមួយជ្រុងទេគឺវេរ៉ង់ដាតូចតែសាច់បន្ទប់ខាងក្នុងវាធំហើយខ្នាតផ្ទះដែលមានទំហំ3ម៉ែត្រគុណនឹង7ម៉ែត្រជាប្រភេទផ្ទះទាបអត់បន្ទប់ទឹកតម្លៃវា7000បងប្អូនតម្លៃវា7000ហើយបើសិនជាបងប្អូនយកបន្ទប់ខាងក្នុងមួយអានឹងថែម300បើសិនជាបងប្អូនយកបន្ទប់ខាងក្នុង2អានឹងថែម500ហើយបើសិនជាបងប្អូនយកបន្ទប់ទឹកមួយអានឹងថែម700ហើយបើសិនជាបងប្អូនយកជាប្រភេទផ្ទះខ្ពស់ថែម700ដូចគ្នាហើយផ្ទះមួយនេះគឺបងប្រុសអត់ឲ្យបាញ់ថ្នាំទេបងប្អូនគឺគាត់ឲ្យយកទៅបាញ់ថ្នាំនៅទីតាំងឥឡូវនឹងចង់90%ហើយបងប្អូនដែលអតិថិជនកំងឲ្យទៅបាញ់ថ្នាំនៅទីតាំងដើម្បីឲ្យគាត់បានឃើញប្រភេទឈើដែលខាងផ្ទះចល័តស្រុកសេនថៅយើងខ្ញុំធ្វើជូនគាត់ហើយនឹងឲ្យអ្នកស្រុកអ្នកភូមិមកជួយមើលថាប្រភេទសាឡៅសក្រំពិតប្រាកដមែនអត់ឥឡូវនេះបានរួចរាល់ហើយបងប្អូនបានរួចរាល់ហើយចំពោះប្រភេទផ្ទះដែលមានទំហំ3ម៉ែត្រកន្លះគុណនឹង7ម៉ែត្រជាប្រភេទផ្ទះទាបនេះបងប្អូនអាចយក3កាំក៏បាន5កាំក៏បាន7កាំក៏បានដែរគឺតម្លៃតែប៉ុណ្្នឹងទេបងប្អូនអត់មានគិតថែមថយលុយកាក់អីទៀតទេហើយសេវាដឹកក៏អត់គិតដែរចំពោះម៉ូតស៊ីសងលើបងប្អូនស្រឡាញ់បងប្អូនស្រឡាញ់ជាម៉ូតធម្មតាក៏បានម៉ូតកោងក៏បានម៉ូតបែបនេះក៏បានដែរហើយម៉ូតផ្លែថ្មីទៀតក៏បានដែរឲ្យតែបងកំងគឺតម្លៃដូចគ្នាទេបងប្អូនគឺតម្លៃដូចគ្នាទេបើតាន់ជាយើងធ្វើទៅវាអស់រៀងច្រើនបន្តិចអាហ្នឹងយើងនិយាយចរចាគ្នាទៅទៀតហើយនៅក្នុងបន្ទប់គឺបែបហ្នឹងបងប្អូននៅក្នុងបន្ទប់គឺបែបហ្នឹងហើយផ្ទះនេះគឺមានបន្ទប់មួយអញ្ចឹងតម្លៃរបស់វា7300បងប្អូន7300ហើយផ្នែកខាងមុខដែលយើងដកវែងដាចេញហ្នឹងយើងអាចដាក់សាឡុងដាក់អីអង្គុយលេងបានហើយយើងមានបន្ទប់មួយនៅផ្នែកខាងឆ្វេងបែបហ្នឹងបងប្អូនហើយនឹងមានផ្លូវដើរផ្នែកទៅខាងក្រោយហ្នឹងគឺយើងដាក់ទ្វារមួយសម្រាប់ឲ្យបងប្អូនចង់តបន្ទប់ទឹកឬមួយក៏តទៅណាទៅណីទៀតអាហ្នឹងស៊ីសងលើបងប្អូនទេហើយក្នុងបន្ទប់គឺបែបនេះបងប្អូនក្នុងបន្ទប់គឺបែបហ្នឹងហើយបន្ទប់នេះគឺអាស្រ័យទៅលើបងប្អូនទេបងប្អូនចង់បានតូចចង់បានធំអាហ្នឹងបងប្អូនប្រាប់មកគឺខាងផ្ទះចល័តស្រុកសេនថៅយើងខ្ញុំធ្វើជូនបងប្អូនតាមការកំងឲ្យតម្លៃវាតែ300ទេបងប្អូនបើមានបន្ទប់បែបនេះហើយ300ហ្នឹងគ្រាន់តែថ្លៃឈើហ្នឹងក៏មិនក្រាន់ផងគ្រាន់តែទ្វារមួយក៏មកវង100ជាងដែរបងប្អូនតែអតិថិជនបានកំងផ្ទះហើយអញ្ចឹងយើងធ្វើតាមតម្រូវការរបស់អតិថិជនហើយផ្នែកខាងក្រៅនេះបងប្អូនអាចតជាលក្ខណៈបន្ទប់ទឹកបន្ទប់អីបានហើយខាងផ្ទះចល័តស្រុកសេនថៅយើងខ្ញុំប្រើប្រភេទឈើលេខ1ទាំងអស់បងប្អូនគឺប្រើគ្រឿងរនុកអនងទួងផ្លានបកងណាណៃប្រើសាឡៅក្តារក្រានចេពីណាប្រើសក្រំហើយលោកញីឈ្មោះអត់មានចំហអត់មានបរហងអីទេយើងអាចដាក់ម៉ាស៊ីនត្រជាក់បានណាបងប្អូនយើងអាចដាក់ម៉ាស៊ីនត្រជាក់បានហើយបងប្អូនមើលទៅឃើញស្អាតអត់បងប្អូនបើបងប្អូនឃើញស្អាតបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងណាបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងបាទមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណ